ជាការរីខមមិនទៅលើកីឡាកររបស់គាត់និយាយចេះបាទជួយមើលការខុសត្រូវបណ្ដោះអាសន្នចោលលៀមចយបាទឲ្យត្រេតជាមួយនឹងស៊ូយូក្រែងចាមូស្កូឲ្យយកក្រែងចាបាទចង់យកស៊ូយូក៏បានដែរក្រែងចាអ៊ីក្រែងចាបាដាងក្រែងចាបាដាងក្រែងចាបាដាងក៏បានដែរអូយខ្ញុំស្ដាយបើសិនជា teammate ចាញ់នៅក្នុងថ្ងៃនេះស្ដាយហ្នឹងព្រោះ well prepare មកតាំងពីណាដើម្បីតែការប្រកួតមួយនេះហើយអ្វីដែលសំខាន់ជាការប្រកួតសំខាន់សម្រាប់គាត់ game ទី1របស់គាត់បែរជា team របស់គាត់ well communicate ថាបើ game អត់ចាញ់សោះបាទ game អត់ឃើញចាញ់សោះដាក់លេងគាត់ចាញ់ក្រែងចាចោហេតុឲ្យលេងឈូឯងឲ្យលេង high loss ហ្នឹងបាទឲ្យលេងឈូឯងបាត់ណាំងចោហេតុហ៊ានរបស់បារាំងខ្ទប់យកមកបារាំងចាប់ទាំងក្រោយហ្នឹងឯងគាត់ថាបាដាំងល្អមែនបាដាំងផាសាបាដាំងវិចសាណាអូណៃក៏បាដាំងអ៊ីរ៉ាថែលយ៉ាងម៉ាក់តិចអ៊ីថែលស្រួលលេងណាចោហេតុនឹងចាប់ចើគេញបាដាំងអ្នក make play ណាចាំមើលបាដាំងអ៊ីថែលហ្នឹងឯងបាដាំងអ៊ីថែលឬក៏បាដាំងវិចសាណាបើវិចសាណាឥឡូវយកវិចសាណាមកសិនបញ្ឈប់នឹងអត់អ៊ីថែលបាទវិចសាណាបើត្រូវយកហើយបើអត់យកទេគេ pick Valent ហើយស្លុតនេះបាទគេ pick Valent ចាញ់មកហើយចាំ copy យើងត្រៀមដែរឬក៏ high loss បាដាំង high loss បាដាំង CC Irritel បាដាំង Irritel តែ Irritel លេង sprint ណាលេង purify ណាValent គេបានចោលឬក៏យ៉ាងណាគេ pick mid មុនគេអត់ខ្វល់ដែរព្រោះតែសារថាបច្ចុប្បន្នកាលបាដាំងនេះគឺបាដាំង roamer ដោយ K-Tank ហើយអញ្ចឹង experience នេះសល់ច្រើនទាំង Furway បានសល់ CC ក៏ជាជម្រើសល្អហ្គេមនេះអាចចាញ់បានតែក៏ Baxia ចាញ់បាន 100% Baxia អេរីលេងនៅពេលដែល Baxia ចាញ់ Baxia no ខាង team វិញបើ Baxia ចាញ់ខាង team វិញអត់មាន damage ណាទៅនូបបដាច់ Baxia ណាអត់មានទេហ្មងទោះជាចោះ head បោះមកក៏បាក់ដាច់ដែរ50តែមិនដឹងថាតុងគាត់ទៅដល់អត់តុងសំខាន់ដឹងថាតុងទៅដល់អត់បាទតុងកលែបជេបដឹងដែរអំពីបើយើងនិយាយពី hero ដែល front line ឲ្យក្រែងចើបាញ់ហ្មង high loss ក៏នៅតែ front line បាន Baxia អីហ្នឹង high loss ក៏បាន Uranus អីហ្នឹងមិនស្រួលបាញ់ទេណា Heda ក៏បានបាទមិនស្រួលបាញ់ទេដូច Baxia មិនសមមិញបើសិនជាគាត់ឈរបាញ់10បង់នេះអូគាត់ ban Selena ហ្នឹងគេថាមិញថា teammate គាត់យក Selena មកលេងដែរ ban ខ្លួនឯងណែចោហេតុ Selena ញ៉ៃលោកអើយ ban ខ្លួនឯងតែគាត់អត់ចង់លេងដែរមើលទៅប្រហែលជាគាត់ចង់ត្រូវការ man កបោ sleep snipe យកមកគាត់ចង់ man damage អូបើផ្សំមិញវាជាមើល Yavi ហ៎ TNC ដល់ហើយ Novaria Selena game 1 Novaria Selena យក Selena រោហ្មងហើយចាំឥឡូវគេយក Baxia front line តែមួយគត់ហើយមានអីទៀតបងNovaria skill hot សិលណាបាញ់យកបងពេញម៉ែបាញ់យកបងនិយាយទៅគ្មានដែរបានបាយហើយបាក់ស៊ីគេអត់ចូលវាយទេបាក់ស៊ីគេជីចានណាឆ្វែលមើលតែម៉ែទេហើយចៃតុកទៅឲ្យបកកយកមកបាទអញ្ចឹងភ្លាមSelena Angela Hilda Pasha ចាំ Midland នៅសល់ចាំ Midland មុនយក Midland មុនធីមចាំ spray experience land ចាំ counter គេឬមួយក៏យ៉ាងណាព្រោះ game មួយនេះអាច wing e-sport តង់អាចចេញជា Pasha អត់នេះ Pasha បែរហ្នឹងមិន Pasha ចេញគេតែមិញនិយាយចេញ hero ស្អីវិចសណាមិញចេញ hero ស្អីវិចសណាហ្នឹងហើយចេញ hero ស្អីមកMidland សម្រាប់ខាងនេះ Aurora នៅតលេងបាន Aurora គេនៅលេងបានAurora CC Aurora Fovia Aurora CC ឬក៏ Aurora កតអត់ទៅ back up ចឹងបាដាំងចាប់រត់រួចបាដាំងចាប់នឹងរត់រួចមកចាប់ទៅ game នេះបើ team make យក CC ទូចណាកលូល្អខ្ញុំហ៊ាននិយាយចឹងដោយសារតែ hero ដែល front line អត់មានទេមានតែចោ head ទេចោ head វាមិនមែនជាអូ Lucas អូល្អបាទព្រោះថាបើសិនជាចោ head យើងគិតថាជា hero front line វាមិនមែន hero front line វាជា hero pick off ហើយវាមានខ្សែពាក់ជាមួយនឹង item tank ក៏តែវាមិនមែនជា front line ដែលតែងខ្លាំងទេ Mac gang បាទអញ្ចឹងភ្លាមយក Lucas មក Lucas នេះអាចជាជម្រើសល្អមែនតើសម្រាប់ Team Mac ដែលគាត់ឆ្នៃណាបាទតែមិនឆ្នៃណាទេ Lucas នេះអាចនិយាយថានៅក្នុង lane ទៅលើមួយកតោដូចវាយបតោដែរបាទវាយដែរវាយម៉ូនហ្នឹងវាយហ្នឹងឯងហេរ៉ូនឹង skill លឿនហ្នឹងឯងហ្នឹងឯងហើយឡើងឈៀបដូចផ្ទះបាទ
chẳng chỉ mơ ai tay ở chỗ vận chấn này ở chỗ vận chấn đây bài lon ta lọc vô một bà Lucas mấy? ở đây cái do flick dạ Ê, flick giống váy á. đánh lock từ lỡ Irithel đây bà Irithel cái sồn ảo này cái mình bạn tịch Irithel chẳng bị bạn tịch hai Irithel tại bờ sân chỉ cái game đấy bài dạng nàyแต่ก็สำหรับจัดยอดอีเทลบัดจังสโนว์บอลบัวตรามาก็ต่อเจงใบโรนมาสโนว์บอลเลย chẳng có số vài công năng nếu mà can cam của chùm nốt trong cái đầu viên thì mẹ bạn cái này chúng mình Wing Esports đang nông game TV wow ដែលហ្គេមទី1 Wing វាយមួយហ្គេមបាត់ហើយទៅលើ team mate ក៏ដូចជាហ្គេម2នេះតើជាមួយនឹង team mate អាចនឹងធ្វើការវាយបកយកលទ្ធផល1ទល់នឹង1មកវិញបានឬក៏មិនបាន នងបាទចឹងនៅ mid lane មានការតេះគ្នាពី Bimo ហើយនឹង Denso បាទក៏ដូចជាបើក map ពី K-Tank សុកជូត Fast4 Blood Photo ទៅណា 62 នាក់ហើយក៏ដូចជា Emblem Sport Aurora Roamer Adaptive Penetration Pembrode ធម្មតាមានអីឆ្កែកែឆ្នៃទេបាទ One Life Blessing 2នាក់ពី Bimo ក៏ដូចជា Cypher right អណ្ដាប់ជាអតៈមួយផងដែរពីសាក់ស៊ូអត់យកអតៈ speed ទេគឺយកអតៈជាអតៈបាទប៉ុន្តែយើងក៏ចង់ដឹងដែរជាមួយនឹង game នេះតើ King Ares អាចត្រឡប់ជាមួយនឹង Silent K បានទៀតអត់ព្រោះដោយសារតែ game មួយគឺលុកដល់យក Lucas ស្រួល Yes លោកកាគឺចាំមើលសិនជាមួយនឹងការផ្ដាច់ skill បាត់ហើយពី Spider ធ្វើការបើកជាមួយនឹង Ultimate ក៏ដូចជា retreat អស់បាត់ទៅហើយពី Spider បាទដើម្បីយក level 4បើគេលួចអានឹងបាត់អត់បាន level 4ទេអញ្ចឹងក៏ដឹងមុនបាទអញ្ចឹងគឺគាត់យកបាន level 4មុនទៅលើសាក់ស៊ូផងណាបាទ Hero Suyu នៅ early game តែបលនៅ early ដើម្បីធ្វើការរក level 4ដើម្បី control ជាមួយនឹង Total ទី1គឺជារឿងដែលគ្រប់គ្នាតែងតែត្រូវធ្វើតាម flow ធម្មតាក្នុងការដែលគេ test ឈាមបង្ខំឲ្យអស់ spell ក៏ដូចជាទៅផ្ទះអានឹងក៏ជារឿងល្អមុនដែល Total កាត់ត្រាំ first blood ទៀតគឺកាន់តែចំណេញព្រោះ first blood លុយសុទ្ធបាទអូគេឃើញ map ហើយ3-1 mini map ជាមួយនឹង Spider អាចរត់រួចដែរទេជាប់ sir មួយក៏ដូចជាមានការចាក់ឈូចោលឡើងបាក់ជើងយកតែម្ដងជាមួយនឹងការដាច់ first blood បានទៅលើ Bimo យកទៅគាត់ risky ពេកគាត់អត់គួរទៅទេគេ read map ឲ្យអស់បាទចាំអត់បញ្ហាទេដាច់ជាមួយនឹង Spider បាត់ហើយក៏ដូចជា Total មានការ spawn មកប៉ុន្តែ K-Tank សោកជូតក៏មានការបើក map ពីអ្នក set ផងដែរគាត់ទៅតែឯងគាត់អត់មាន back up ផងហើយគាត់ទៅតែឯងណាមួយចេះណាមួយដោយសារ team mate គេ read map ដោយសារអាយ៉ាអូ off flicker ពីបើជាមួយនឹង Cypher បោះបានអត់ជាមួយនឹងការបោះទៅអត់តែអត់ចាញ់ទេជាមួយនឹងការតម្លាក់ lot ខុសពី Bimo មកទីទៀតបន្ថែមទៀតជាមួយនឹង Glide អាចមានបញ្ហាទៅលើ set ដែរជាមួយការ lot ទីរត់រួចបាត់ហើយ Chance ដូចស្អីហ្នឹងមិញ stand ចាញ់ម្ដងម្នាក់បដាក់គ្នាតម្រងជួយយកមិនដាក់សឹងថាប្រើ skill ចាញ់មិញគង់បានឡើងឈាមឲ្យវាយបដៃឡើងឈាមហ្នឹងគង់អីគឺទៅបាត់ហើយបាទគាត់មាន spell ជាមួយទៀតយកឈើអូឈើ K-Tank អញមានបញ្ហាទៅលើ Cypher ដែរទេប៉ុន្តែមានការឈូជាមួយនឹង skill មកបណ្ដាពី Spider អត់ទៅវាយទេបាទដកថយមកវិញអូបែរទេកន្លែងយ៉ាតម្លាក់តកមួយកន្លែងនេះអាចនឹងផ្ដាច់ជាមួយនឹង Cypher បានមកឃាប៉ុន្តែ K-Tank ធ្វើការម៉ាត់ក្នុងផ្ទះចាយ flicker មួយធ្វើការដកថយលឿនឆ្កើតយកតែម្ដងរៀង bad ពេកហ៎មិញបែតឲ្យគេចូលគាត់មាន flicker ប៉ុណ្ណឹងគាត់បែតហ្នឹងចង់ឲ្យ Denso ចូលចិត្តហ្នឹង Denso មិនចូលចិត្តហ្នឹងដល់ឆ្ងាយហើយគាត់អត់បើក skill ស្ទុះដល់ Denso ផងបាទហ្នឹងបើគាត់បើក skill ស្ទុះដល់ Denso អាហ្នឹងអញវាយបានបើថាវាយ K-Tank វាមិនដែរ K-Tank សា ultimate ហ្នឹងមិញបាទនៅ early game save ball ទេមួយស្មើឡើយប៉ុន្តែគាត់ថាដោយសារតែ team match ទទួលបានទៅថតអញ្ចឹង goal experience រៀងតិចហើយបាទអញ្ចឹងK-Tank អស់ spell ហើយបាទ ultimate ក៏អត់តមានដែរអញ្ចឹង spell អត់មានទៅថតនេះក៏ពិបាក control ដែរអញ្ចឹងមួយមែនដែរលុះត្រាតែគាត់បង្ខំឲ្យ team match ហ្នឹងអស់ spell អស់ skill ឬក៏បដាច់ណាម្នាក់បាទអញ្ចឹងទេទៅថតនេះពិបាកចូលតិចហើយបាទ Denso នៅថត passive ឡើយទេឥឡូវគឺ Bimo អ្នកចេញ clear បានមុនវិញហើយបន្ទាប់ពីវត្តមានរបស់ K-Tank អត់នៅអញ្ចឹងគេដឹងបាត់នៅខាងក្រោមគេ map read បាត់ហើយព្រោះ mid lane អត់មានអ្នកនៅ clear mid lane ទេណាបាទចឹងកន្លែងនេះជាមួយនឹង Spider ក៏ពិបាកក្នុងការចូលទៅធ្វើ CK ដូចគ្នាបាទជាមួយនឹង Cypher កំពុងតែប្រេចាប់ទៅលើ K-Tank តែវាយអ្នកណាអត់មានវាយទេហ្គេមនេះរៀងស្ងប់ស្ងាត់តិចបាទអស់ safety ហើយព្រោះ game មុន control ពេលហ្នឹងហើយបាន fail ម្លឹងបាទក៏មានវត្តមានឈូមកលេងពី Cypher ទេតែលើនេះលេងចោលហេតុ game មុននេះខ្ញុំចាត់ថាគូនេះគឺសង្គ្រាមបើមិនបាន pick ចោលហេតុទេសង្គ្រាមយកមកបាទព្រោះគាត់ដឹងច្បាស់ថា hand loss ដកចេញមកគឺកាន់តែពិបាកឆោឲ្យតែគេវាយអញ្ចឹងជំរើសមួយឡំបំផុតគឺចោលហេតុបាទចាឥឡូវថតទី2ក៏មានការ spawn មកពីវត្តមានរបស់ team mate កំពុងតែធ្វើការយក King Ares ក៏ដូចជា Cypher តែទៅលើថតដូចគ្នាសាក់ស៊ូក៏នៅក្បែរហ្នឹង level 7 ជា level 8ហើយជាមួយនឹងការ retreat ឡាយមកដែរដោយបានឬក៏មិនបាន K-Tank ធ្វើការម៉ាត់យកតែម្ដងជាមួយនឹងការវាយ King Ares បានតែ retreat បានទៅលើសាក់ស៊ូផងដែរជាមួយនឹងការវាយគ្នាតាប់យកតែម្ដងជាមួយ Spider រលឿនស្កើក៏មានការបោះជាមួយនឹង Ultimate មកដកថយដាច់ជាមួយនឹង Denso សាមដៃទៀតពី King Ares ធ្វើការរួចជាមួយនឹង Silent K ធ្វើការដកថយបានវាយផ្ដាច់ជាមួយនឹងសាក់ស៊ូបានឬក៏បានសាមដៃចុះក្រោយជាមួយនឹងការលុបបោះប៉ាប់យក
តែមកប្រាច់ជាមួយនឹងសែនបាល់អស់ក្លាប់តែពីឡាយធ្វើការបាញ់ជាមួយនឹងអាទីបតាអត់ដាច់ជាមួយនឹងខេតែងសោកជូទេដល់មិញបើសិនជាមានអ្នកឈរវាយសែតឡើងរែងបដៃមិញជួសថ្មិញបាត់សាក់ស៊ូបាទសំណាមិញមានតែ Cypher បោះ skill មួយមិញឡាយល្អមិញឡាយតែហ៊ានឈរបាញ់ទៅលើសែតដួលសាក់ស៊ូយកមកតែគាត់ដោះទៅដេកបាញ់អ្នកផ្សេងបាទ communication ល្អមែនតើបាញ់មិញប៉ុន្តែគាត់ជាការ fail មួយរបស់សាក់ស៊ូដែរក្នុងការបោះ skill ខុសឥឡូវគេកំពុងតែពេញនិយមបោះ skill ទី1ជឹក basic attack អញ្ចឹងទៅវា target skill ហ្នឹងទៅអ្នកនឹងយកមកបាទនៅចិត្តបាទគេ Albert style Albert mode Albert mode ប៉ះអាចប្រក់ mode ទៅធ្វើវីដេអូបាទចឹងរៀងស្ងប់ស្ងាត់វាយគ្នាតែកន្លែង objective ទេប៉ុន្តែយើងមើលជាមួយនឹង line មានអារម្មណ៍ថាមានប្រៀបជាមួយនឹង silent care ព្រោះដោយសារតែបានភព skill ពីចម្ងាយជាមួយនឹងការប្រើ ulti របស់គាត់ណាបាទដំបូងនេះក៏មាន double snap test ឈាមដែរណាអញ្ចឹង Wing Esports បើឈររេរយូរពេកអាចមកបាទអូទៅ King Airy ធ្វើការបើក map ជាមួយនឹងការវាយម្ដាយចុងក្រោយអាចមានបញ្ហាទៅលើ silent care ដាច់យកតែម្ដងបណ្ដាយ K Tank សោកជូលមានការ cover បាក់ ultimate 3 counter ជាមួយនឹង Cypher កុំឲ្យបោះជាមួយនឹងគាត់ដូចគ្នាកន្លែងនេះជាមួយនឹង Dan Soul ធ្វើការបន្តជាមួយនឹង skill អត់មាន damage អីច្រើនទេ front line 2តាន់ដូចក្របីយកតែម្ដងពីខាង teammate ក៏ដូចជាចូលទៅចង់វាយជាមួយនឹង Spider មាន retrieve Wilson យកជាមួយនឹង Red Buff បានដែរទេក៏ដូចជាកន្លែងនេះជាមួយនឹងការអត់ទាន់វាយទេសមម្ដាយទេ retrieve យកលឿនឆ្កើតពី Spider Midland ធ្វើការដាច់បាញ់យកដល់ដាច់ជាមួយនឹង Danzo បណ្ដោយពីសាក់ស៊ូធ្វើការវាយបើកជាមួយនឹង Lord ពី Bimo តម្លាក់យកតែម្ដងជាមួយនឹងការដាច់ set ដែរទេ set ធ្វើការរត់លឿនឆ្កើតយកតែម្ដងពីវត្តមានរបស់ខាង team Wing Esports K 1នាទីការលេខ 4K មិនមែនជារឿងលេងសើចទេសម្រាប់ Team Mac បើសិនជាគាត់លេង aggressive បានហ្នឹងគាត់ថាល្អជាងការលេង balance ណាបងអាកាមើលទៅគាត់លេងនៅពេលដែលគាត់និយាយគ្នាថាគាត់លេង aggressive early គឺមើលទៅគាត់លេងទម្រង់មកកាចហ្មងតែបើយើងប្រៀបធៀបជាមួយនឹង game ទី1មិញដែលគាត់គិតថាអូខេលេង balance ចាំលេង late game មួយគេបែរជាអត់ដេកអដប់វិញបាទអញ្ចឹងចាំមើលជាមួយនឹង game នេះនឹងទៅជាណាដែរតែបញ្ហាមើលមានអារម្មណ៍ថា Team Mac គឺគេក្របខ្លាំងមែនតើយកតែម្ដងបាទជាមួយនឹង game មួយនេះ detail បាញ់ណា game នេះ Silent K បាញ់ King Airy មួយ front line ឲ្យប៉ុណ្ណាឯងនេះគាត់យក Vincent យក Vincent ធ្ងន់ញឹបយកមកបាទឈរបាញ់អត់ចុច record ងាប់ខ្លួនឯងបាទចាឥឡូវចូលដល់ lot ហើយនៅ100វិនាទីទេអញ្ចឹងធាធូត្រែនខាងក្រោមឲ្យនឹងដាច់អត់ផាច់ដាច់បាត់ហើយអញ្ចឹង stake បាល់ឡាយច្រើនណាស់អញ្ចឹងតែប្រហែលគឺគេបាញ់ឈឺយកតែមែនតើឥឡូវអត់មានណាគេ front line កើតទេលែងមានជា hero front line ទេតែចូលទៅចាប់អ្នកណាក៏ដោយតែចាប់ខុសពី Bimo គឺដល់អញ King Airy វាយ solo kill ក្រុមsolo បោះយកតែម្ដងប៉ុន្តែបោះ K Tank ទៅបុកជាមួយនឹង Silent K អត់ឲ្យបញ្ចេញដើម្បីប៉ុន្តែ K Tank ក៏មានការបាត់បង់យកតែម្ដងជាមួយនឹងការបណ្ដាច់ពី Bimo 2នាក់មិញ2វាយ1បាទមិនក្រុម2វាយ1លើ3វាយ2មកគេពួតគ្រប់កន្លែងបាទចាឥឡូវសល់តែ3 hero ក្នុងការ defend mid lane អាចនឹងធ្វើការបោះបន្ថែមទៀតទាំងដែរពី Cypher ឬក៏ចូលទៅអត់វាយទេប៉ុន្តែមកយុទ្ធមកធ្នូអូឡូខ្លាំងមែនតើពីសាក់ស៊ូមកធ្នូឈឺចេញ BOD ហ្នឹងសាក់ស៊ូចេញ BOD ឈឺមែនអាច BOD មែនតើឈឺអូចឹងដូចនិយាយគឺគេ snap អូទៅហើយ K Tank ចូលទៅលងឬក៏យ៉ាងណាជាមួយនឹងការដាច់បាន Cypher មួយប៉ុន្តែពី K Tank ល្អខ្លាំងតែដោយសារតែមក knock stun របស់គាត់បាញ់នេះចាយពី ultimate អាយ៉ា Spider ធ្វើការឈូ1ឈូ2 clear ជាមួយនឹង minion ធម្មតាប៉ុន្តែ Purple Bird ដឹងគេយកទៀតហើយព្រោះរសារវត្តមានរបស់ខាង team មិនកំពុងតែក្របដំណប់ទៅលើ map អស់មួយជំហានបាត់ហើយបាទអញ្ចឹងវត្តមាន Cypher ការតន់ហើយមកឡទី1នេះបាទ Spider បាទអាយកអូសាក់សូរត់រួចអត់ប្រើ skill ទី1ដើម្បីបាន dodge ទៅរត់លឿនឆ្កើតគាត់អត់ dodge ទៅក្រោយហ្នឹងហើយប្រហែលគាត់រត់រកគ្នាគាត់រត់រកគ្នាតែមិញបើនិយាយពី rank មើលគេនៅក្នុងហ្នឹងចាប់ដល់មិញដោយសារដាច់កតុយដែរមិញតែបើសិន Danzo តាមតន់មិញតែ Danzo មិញគាត់អត់មាន ultimate ហ៎ក៏ហ៊ានមិញមិនមានសង្ស័យទៅបាត់ហើយបាទអញ្ចឹង8នាទីការលិត 8k goal បាត់ហើយបាទគួរសមបាទគូសំលិចតែមួយញ៉េបទេត 10k គេហាត់ទៅច្រើនតែណាមិញ 10k នៅគេ comeback ដូច Dark Ride ហ្នឹងអី 2.10k បាទ2.10k គេ comeback បានអត់បញ្ហាទេព្រោះខូចនៅចិត្តហ្នឹងដែរអញ្ចឹងវាអាចនាំភាពហេងហ្នឹងទៅតាម មេដែរអញ្ចឹងណាភាពហៅហេងបាទឥឡូវខូចគេដូរទំនប់បាត់ហើយអាចគេ comeback បាទអញ្ចឹងមួយលើកដៃកលែងចិត្តកូនប្រុស VR the gang ពី Team Mac ចាំមើល Team Mac gang អាចនឹងគ្រប់គ្រងស្ថានភាពបែបនេះបន្តទៀតឬមួយក៏យ៉ាងម៉េចយ៉ាងណាដែរជាមួយនឹង Wing Esports អាចនឹងបែបនេះគ្នានិយាយទៅសារគាត់មាន long range អញ្ចឹងអង្គុយតែឈាមទៅបាទបខំតគាត់ control ពី Wing Esports បាយវាបុកផ្ទះយកមកបាទអញ្ចឹង Team Mac Team Wing Esports តើមានប្រធានការមុនដល់ lot ចូលដល់ផ្ទះហើយបាទបើមិនដូចឆ្លោះទេគេតេស្តទៅយើងដូចស្អីព្រោះ hero គេតែងលេងតាន់ហ្នឹង
បាទគាត់ front line គេតេសម្នាក់មកគ្រាប់ចង់ទៅយ៉ាងម្នាក់មក snipe បាសាក់ស៊ូនឹងមក snap មកគ្រាប់បន្លាយ បាទ Cypher ជាប់ជាមួយទឹកកកមួយបណ្ដាតែសែតចង់ cover ខ្លួនឯងជាប់ឬក៏មិនជាប់ប្រយ័ត្នបន្តិចពី Cypher ចង់ទុកសៀលតារ៉េតពេកហ៎ ណា គាត់ចង់ឲ្យចូលមិនខំប្រឹងអូមិនបើសិនជា Cypher ភ្លេចបោះវងចប់ហើយ បាទ ឥឡូវបោះសបល់បោះ Denso យក Denso ដល់ ultimate អូបាទឥឡូវមានការតេ skill ប៉ុន្តែ T3 នេះអាចយកបានណាពីវត្តមានរបស់ team Make សាក់ស៊ូធ្វើការគាស់ជាមួយនឹង T3 Turret នៅខាងផ្លូវ Milan មានការចុកនឹកយកតាមដងជាមួយនឹង Line ជាប់ហើយធ្វើការបាច់ជាមួយនឹង Line រជា ultimate ចូលទៅដល់3ដៃយកតាមដងជាមួយនឹង Cake តែងចាប់បាន3រប៉ុន្តែមានការដកថយលឿនស្កើយកតាមដងពីវត្តមានរបស់ team Make ដាច់តែ Line មួយតែប៉ុណ្ណោះ នោះដោយតែបាននិយាយជាមួយនឹង combo គេក៏មិនណយដែរ combo គឺ K tank front line set load ultimate ចូល combo ជាមួយនឹង Aurora អាយ៉ាដោយតែបាននិយាយជាមួយនឹងលេងមួយលើកដៃកលែងចាត់កូនប្រុស VR មក gang ប្រយ័ត្នមក gang មែនបាទមួយ អត់អីវាយដាច់ Line មាន kill ហ៎ហេរ៉ូ Line អត់មាន kill យ៉ា Line អត់មាន kill ហេរ៉ូ Line មាន kill Line មានលុយតែអត់បាន kill ព្រោះ kill នៅ King Ari ហើយនឹង Bimo ដល់ពេលអញ្ចឹងគឺការ kill មុននេះក៏អត់ឆេងដែរបានតែមួយ K ទេគាត់ការទុកផ្ទះទៅទៀតបាទមិនបើអត់យក Line បានទេអាចដាច់ពីរផ្លូវ បាទ ធ្ងន់ដែរអូ flank ក៏ពីក្រោយ បាទទៅបោះយកតែម្ដង set ឡើង RT រួចដែរទេជាមួយនឹងការប្រើ ស្គីខ្លួនពីមកមកចឹងមិញមកត្រូវទៅបានហើយមិញ បាទ Spider ទៅដល់ឈូវាយជាមួយនឹង Line មុនគេយកតែដល់តែមានការជាប់ជាមួយនឹងការសើទៅលើ Bimo ទម្លាក់ជាមួយនឹងក្តាប់ lot ធ្វើឲ្យ Spider រត់លឿនឆ្កើតយកតែម្ដងចំ Team Mac មួយមានអារម្មណ៍ថា Team Mac ចាប់ផ្ដើមចង់ហែកទៀតហើយណាបងកាចាប់ផ្ដើមមានអារម្មណ៍ចង់ហែកទៀត កថាឡននេះបាទចាប់ផ្ដើមមានអារម្មណ៍ចង់ហែកទៀតហើយ Team Mac Spider បើ lot នឹង lock តាឡាយកន្លែងនេះគឺមានភាគរយទៅដើម lot បានច្រើន តែទីចិត្ត K tank មាន flick lot នឹងល្មម combo ទៅទៀត 30មានហើយនោះ ហ្នឹងហើយមក combo ទៅទៀត មក combo បូល Denso មាន flick ដែរបាទ ដល់ Denso គ្មាន flick រត់ទេមាន flick ចូលហើយព្រោះដំណើរការនេះបើធ្វើរូបភាពនឹងទេទុកដល់តិចទៀតក៏ពិបាកលេងដែរពី team Wing Sport បាទ គាត់មានតែធ្វើអញ្ចឹងទេ អូ Great Dragon Spear ចូលទៅលើ Silent K ចាប់ដើមមានទៅដោយសារតែការធ្វើប្រហែលពេលមាន lot របស់គាត់ណា បាទធ្វើឲ្យគាត់កាន់តែពិបាកតិចទៅថាមិនតាន់ដល់ធ្ងន់ធ្ងរព្រោះគាត់នៅបន្តលេខ 8K ឡើយដោយសារតែការគ្រប់គ្រងយកបានជាមួយនឹង objective បាទ Turret ឥឡូវមានការ speed ធ្វើពីខាងលើដូចគ្នា បាទចាឥឡូវមានការតេសយក lot តែម្ដង lot នេះគឺជា lot in hand ពីខាង team Make ធ្វើការតេសវាយមុនឬក៏យ៉ាងណាសេធ្វើការបើកមុខប៉ុន្តែ Cypher ក៏មិនទាន់បោះដូចគ្នាជាមួយនឹងការសល់ movement space គេទី2បោះយកតែម្ដងបានជាមួយនឹង lot ប៉ុន្តែជាមួយនឹង Denso អត់មានបញ្ហាជាមួយនឹងការបាយ passive flicker រត់ជាមួយនឹងតកមួយធ្វើការ cover ខ្លួនឯងដូចគ្នា ព្រោះ Denso off flick off passive អញ្ចឹង lot នេះគាត់អាចលេងបាន អស់អ្នកបើក map គាត់និយាយទៅ Denso មិញបើគាត់ប្រឡែងល្អបាច់មើលទេហើយចាំចាប់អ្នក back line វិញពី team Wing Sport គាត់ប្រឹងចង់ទៅជួយ Denso វិញបាទមិនបើសិនជាគាត់ចាប់ back line អាចមានប្រយោជន៍ចាប់បាន live តែគាត់ចង់ជួយ Denso បាទជាហេតុផលដែលគាត់ត្រឹមតែជួយសង្គ្រោះគ្នាអីចេញ team fight បាត់បង់ជាមួយនឹង lot តែគាត់គិតថា lot នេះគាត់អាចលេងបានប៉ុន្តែលើកនេះទៅចាំថា Denso អត់មាន flicker ទេមានតែ K tank បើសិនជា K tank លេងមួយឈុតនឹងអត់ចេញទេ fail skill មិនដាស់ទៅលងខ្លួនគឺទៅព្រោះដោយសារគេនឹងត្រៀមជាមួយ set ព្រោះ flicker របស់ live នឹងមានត្រឡប់មកវិញទៀតហើយឈុតឆាកជាមួយនឹង 40K goal អាចមាន rose goal អត់ពី live មិនអត់តបានមើលមាន rose goal ធំហ្នឹងចាញ់បើចេញ rose goal គឺបាក់ចាប់បដាច់ live ហើយចាប់ដល់ជាប់ហើយសំបីតែមានវត្តមានរបស់ Spider ចៅត Spider មកពីក្រោយ Spider មកពីក្រោយមានភាគរយបាទចាឥឡូវជាមួយនឹងការ flick បុកយកតាមដងពី Cypher ប៉ុន្តែធ្វើការ flick counter មកវិញប៉ុន្តែ Cypher អត់មានបញ្ហាជាមួយនឹងការផ្ដាច់លើ Cypher មិនគេយកតាមដងតម្លាក់ជាមួយនឹងតកមួយដើម្បី counter ជាមួយនឹងការទិញវាយយកតាមដងពី Silent K ធ្វើការ clear ជាមួយនឹង Line ក៏ចាយ flicker ធ្វើការរលឿនឆ្កឹកយកតាមដងជាមួយនឹងការដាច់បាន T3 នៅខាងផ្លូវឡើងតែម្ដង Million ក៏មកបន្តទៀតក្រុមណៃជាមួយនឹងការដាច់បាន T3 នេះផ្លូវ Million ឬក៏ណៃជាមួយនឹងការទប់ពី K តែធ្វើការបែរមកដៃចុងក្រោយព្យាយាមចង់ cover ជាមួយនឹង Turret ខ្លាំងពេកជាមួយនឹងការចុះសើយកតាមដងពី King Area ធ្វើការចូលទៅបើតែយកមកជាមួយនឹង Spider ធ្វើការដេញចូលទៅខំមួយងាំយកតាមដល់ជាមួយនឹងការបាក់កងរបស់ Live នេះគ្នាជាមួយការប្រើ RT មកឡើយទេពី Silent K ក៏លោឈាមដូចគ្នាជាមួយការផ្ដាច់បាន T3 នៅខាងផ្លូវ Midland វត្តមានរបស់ team កំពុងតែព្យាយាមមកធនូរបស់សាក់សូមកផ្លូវតំឡែន T3 អត់មានការដាច់ដែរទេបន្លែនេះសល់តែសេយកតាមជាមួយនឹងការកាប់ទៅលើ set មក skill ទៀតជាមួយនឹងការផ្ដាច់បាន Live ផ្នែកពី Sky ពីធ្វើការវាយយកទៅពី Silent K Slash Man Sunday វាយយកដល់ clear ឡើងបានបានជាមួយនឹងការដាច់បែបឲ្យក៏មានការ spot មកវិញមកដល់ពី K តែធ្វើការដាច់ជាមួយនឹងជ័យជំនះ game ទី2គឺបានទៅលើ Team Mac អាយ៉ាដោយតែបាននិយាយគូទី1នេះគឺគូក្តៅសាច់យកតែម្ដង អត់និយាយលេងសើចទេតែលេងនេះនៅតែមានកំហុសច្រើនមែនដែរបាទ